ខ្ញុំឈ្មោះតារាសប្តាហ៍នេះសប្បាយចិត្តខ្លាំងណាស់មិនតែប៉ុណ្ណោះពេលនេះខ្ញុំបានបំពេញនៅចំណេះវិជ្ជារបស់ខ្ញុំបានចប់សពគ្រប់ហើយនឹកលោកពុកណាម៉ែខ្លាំងណាស់សែនសប្មេបាយចិត្តណែយ៉ានៅក្នុងអរ៉ាជួបមេពុកម៉ែយ៉ាសែនសុខកូនឡងមានវិញ្ញាជាផងយ៉ាមានវ័យត្រូវព្រួយព្រោះពេលនេះខ្ញុំបានបំពេញនៅចំណេះវិជ្ជារបស់ខ្ញុំបានចប់សពគ្រប់អស់ហើយមិនតែប៉ុណ្ណោះប្រសិនណាបានលោកឪពុករបស់ខ្ញុំអ្នកម្ដាយរបស់ខ្ញុំបានដឹងថាខ្ញុំត្រឡប់ទៅផ្ទះវិញនោះប្រកាសជាពួកគាត់បានសប្បាយចិត្តខ្លាំងណាស់ហើយជាការប៉ັດណាស់មិនដឹងថាជាតិមុនខ្ញុំបានសាងនៅបុណ្យកុសលអ្វីខ្លះទេតែបាននៅក្នុងជាតិនេះខ្ញុំបានកើតនៅក្នុងត្រកូលអភិជនមានលោកឪពុកមានអ្នកម្ដាយជាទីគោរពនិងជាទីសក្ការៈមានទឹកចិត្តល្អណាស់រស់នៅក្នុងសេដ្ឋវិមានដ៏ស្កឹមស្កៃមានមាសប្រាក់កៅកងពិទូសរកម្មជាច្រើនមិនតែប៉ុណ្ណោះលោកឪពុកអ្នកម្ដាយរបស់ខ្ញុំបានបន្ទុកដាក់របស់ខ្ញុំនេះឲ្យបានទៅសិក្សានៅមន្តវិជ្ជាការនិងចំណេះវិជ្ជាផ្សេងជាច្រើនជាការប៉ັດណាស់នៅលើលោកកសន្តិវិននេះមានមនុស្សជាច្រើនណាស់ដែលអភ័ព្វក៏ប៉ុន្តែចាត់ទុកថាខ្ញុំជាមនុស្សដែលមានភ័ព្វព្រៃវាសនាដ៏ខ្ពង់ខ្ពស់ជាទីបំផុតដែលបានកើតមកមានទាំងទ្រព្យសម្បត្តិរហូតមកទល់ពេលនេះខ្ញុំមានទាំងចំណេះវិជ្ជាដោយពាក្យចាស់លោកបានពោលថាវិជ្ជាជាអាហារប្រាជ្ញាជាអាវុធវិជ្ជាជាទ្រព្យចុកក្នុងប្រាណចោលលួចមិនបានប្រើកាន់តែច្រើនចម្រើនសតិបញ្ញាកាន់តែច្រើនជាការប៉ັດណាស់សូម្បីតែសុភាសិតមួយចំនួនទៀតក៏បានពោលដែរថាអ្នកចេះអាងវិជ្ជាជនពាលីអាងកម្លាំងសេដ្ឋីអាងធនណាំងអ្នកចម្បាំងអាងអាវុធរីឯអ្នកបោអាងសៃឡាគោមហេសាអាងស្នែងមុតអ្នកកាន់សាសនាពុទ្ធអាងផលកម្មអាក្រក់ល្អទីរយអាងយំអ្នកធ្វើនំផ្អែមអាងស្គរឈើខ្លីជាងអាងតជនក្រីក្រអាងសំទានអូនអើយចាំបងហ៎បងទៅរកកន្លែងយុទ្ធធម៌ដែរបងអាបានខ្ញុំចិត្តតែឆ្ងល់ចាំបាត់ខ្មានតែបងឯងទៅមុនខ្ញុំហើយទេតើអត់ទេបងនៅរៀបចំស្អុយវ៉ែស្អុយវ៉ាន់យើងទៅផ្លូវឆ្ងាយដល់តែយើងមានអ្វីដែលយើងអាចសុខភាពយើងបានណាប៉ັດមែនហើយបងកាត់បានល្អខ្លាំងណាស់ហ្នឹងហើយបើយើងធ្វើដំណើរផ្លូវឆ្ងាយនោះបើយើងមិនបានរៀបចំបំរុងទុកខ្លួនជាមុនទេអាចនឹងមានអ្វីកើតឡើងយើងប្រកាសជាពិបាកហើយបងណាហ្នឹងហើយព្រោះចេះយើងដឹងហើយថាយើងទៅផ្លូវឆ្ងាយតើយើងចំណាយទុននឹងបានច្រើនប៉ັດមែនហើយបងបាទបងអាបាទធ្វើដំណើរកាន់តែវែងឆ្ងាយទៅនៅក្នុងខ្លួនកាន់តែអស់កម្លាំងទៅហើយបងឥឡូវខ្ញុំគិតថាបើសិនជាពេលនេះលោកឪពុកអ្នកម្ដាយរបស់ខ្ញុំបានដឹងថាខ្ញុំកំពុងតែធ្វើដំណើរទៅនោះប្រកាសជាពួកគាត់សប្បាយចិត្តខ្លាំងណាស់ហើយសប្បាយឲ្យអូនឯងអស់កម្លាំងប៉ុន្តែបន្ទុកបីអូនឯងអស់កម្លាំងឲ្យដួលដំទីងយ៉ាងម៉េចក៏គេគ្មានមេត្តាដែរអូនពួករបស់អស់គេនឹងសឹកគេលក់អីនោះមិនអីទេបងគេមិនអោយពុកម៉ែរបស់ខ្ញុំមានទ្រព្យសម្បត្តិច្រើនណាស់បើសិនណាយើងទាំងពីរនាក់ទៅដល់ក្នុងវិមានវិញនោះ
มันថាបងចង់បានអីទេបំណាច់តែបងខំប្រឹងប្រែងជូនខ្ញុំបានសិក្សារៀនសូត្រមានចំណេះជំនាញប៉ុណ្ណេះហើយនោះហ្នឹងហើយនឹងប្រាប់អ្នកម៉ែរបស់ខ្ញុំឲ្យបង្គោលរង្វាន់ឲ្យបងបានច្រើនណាស់ហ្នឹងហើយខ្ញុំទៅដល់ខ្ញុំអួតថាណ៎អូនទៅរៀននៅព្រះវិជាការតាំងពីកាប់ដៅ3ដំបងនិយាយពីបានភាសាវិញតាំងពីណែហុលម៉ានឆ្ពេថែបភ្លីអង្គលឡើងភ្នំចិនចងជ្រូកអលប់ទុកយ៉ាងអូ30ក្បាច់ឲ្យអូនចេះទាំងអស់អួតប្រាប់គាត់ចឹងហ្មងបងអាខ្ញុំគិតថាដូចជាលើសហើយទេបងបាទខ្ញុំគិតថាដូចជាលើសហើយអារឿងស្អីគេសុកសាក់ហ្នឹងដូចជាមិនសូវចេះសោះអត់ចេះមិនអូនឯងអាហ្នឹងងាយណាមើលអា Facebook ក៏ឃើញដែរអូប៉ិតមែនហើយបងសិក្សាយូរទៅភ្លេចដើរមិនតាន់បច្ចេកវិទ្យារបស់គេសោះហ្នឹងអាឡែងតែនិយាយបងណាឥឡូវមើលចោះព្រះតនគរព្រះសូរិយាក៏កំពុងតែធ្វើដំណើរយ៉ាងសស្រាក់សស្រាមណាស់ហើយពិតមែនហើយដល់ថ្ងៃរះក្រហមឆ្លែតមេឃប្រហោងធ្លុងហើយយើងពេញជំទង់ហើយរូបទៅដល់គោលដៅណាមិនអីទេបងឥឡូវចេះចុះយើងប្រញាប់ស្រុតដំណើរទៅទៀតទៅអាបានជួបអ្នកម៉ែផងហ្នឹងវេចោពេជ្រគ្រីពេជ្រគ្រីអញតាំងពីតូចរហូតដល់ធំពេញវ័យកាលនេះបាទនេះទៅហើយនោះអញតាំងចិត្តថាបើសិនជាស្រឡាញ់នារីណាណាម្នាក់នោះទោះបីជានាងរត់ទៅចងកឬយ៉ាងណាឪពុកម្ដាយនាងយកទៅចាក់សោ7ជាន់ក៏អញយកចាប់ចាប់ជើងយកមកធ្វើជាប្រពន្ធដែរបើយ៉ាងវិញទៀតបើអញស្រឡាញ់ស្រីណានោះនាងបើអញយកមិនបានអាណាក៏យកមិនបានឥឡូវថ្ងៃនេះឯណាទៅពួកអាក្មេងខ្មាំងកូនចៅទាំងអស់គ្នាក្រោកឡើងចុះអញសួរថាឆើតឆោបកិច្ចការពីថ្ងៃមុនអញឲ្យទៅប្លន់គេទៅនោះហែងបានលុយប្រមាណប្រាប់អញឲ្យភ្លាមណាបាទលោកម្ចាស់យ៉ាងម៉េចលុយដែលខំរកនោះបានទុកក្នុងវិមានរបស់លោកម្ចាស់ហើយល្អណាស់ឯងរស់នៅជាមួយអញឲ្យសម្លាប់គឺសម្លាប់បាទលោកចាស់ឲ្យចាប់រស់គឺចាប់រស់បើយ៉ាងវិញទៀតថ្ងៃនេះគេថាដើរទៅរកកន្លែងចុងកាត់មាត់ញក់ភូមិណាដែលដាច់ស្រយាលមើលក្មេងខ្មាំងណាដែលដើរកណ្ដាលរាត្រីដោយមិនគិតអំពីសារាចរនោះដូច្នេះបើសិនជាបរោះមានម៉ូតូសម្លាប់យកម៉ូតូណាចំណែកនារីដែលល្អហើយចាប់យកមកឲ្យអញធ្វើជាប្រពន្ធជួញគុកណែលោកប្រុសរឿងការងារលួចហ្នឹងខ្ញុំប្រាប់រាយការប្រាប់ឲ្យបានដឹងផ្ទះដែលគេធ្វើធំនឹងមិនបាច់ចូលទៅប្លន់នេះអានឹងយកលុយធ្វើផ្ទះអស់ហើយអាណាដែលមានជាងគេមើលផ្ទះណាដែលខ្ទមលហេលហែកទៅចូលទៅអានឹងលុយកល្អណាស់ដូច្នេះ
ឯងមានដឹងថានៅភូមិខាងមុខនោះផ្ទះណាដែលមានជាងគេ ផ្ទះដែលមានយ៉ាងគេអូមិនខ្វាយទៅយើងតែទៅឃើញហើយ ឯងមើលដូចជាមាននរណាដើរកាត់ពីមុខយើងស្ទង់ជាមនុស្សប្រុសឬមនុស្សស្រី ខ្ញុំមើលដូចស្រីអូលោកប្រុសហើយមិនយើងពួននៅនឹងមើលសាក់លោមើលសិនទៅហ៎ដូច្នេះឆាប់រត់ទីកន្លែងលាក់ខ្លួនភ្លាមគេដើរកាត់យើងប្លន់ហ្មង ខ្ញុំមកដល់កន្លែងធ្នមម៉ែហើយម៉ែអើយពេលដែលម៉ែស្លាប់ក៏វេទនាខ្ញុំមកដល់ម៉ែណាបងពិតមែនហើយអូនក្នុងមួយជាតិនេះអ្នកម៉ែមិនបានមានសេចក្តីសុខនៅគេទេកាលដែលម៉ែនៅរស់ក៏អ្នកម៉ែលំបាកវេទនារហូតដល់គាត់ស្លាប់ រត់តែលំបាកវេទនាទៅទៀតម៉ែស្លាប់ចោលខ្ញុំរីឯចំណែកពូក៏អត់ទទួលស្គាល់តើឲ្យកូនសង្ឃឹមអ្នកណាទៅមើលកូនអត់ក្តីសង្ឃឹមហើយចុះហេតុអ្វីក៏ក្រុមគ្រួសាររបស់យើងមានតែភាពបោកប្រាស់មានតែភាពមើងងាយអ្នកក្រថ្ងៃណាមិនដែលបានសប្បាយនឹងគេទេម៉ែអើយតើឲ្យកូនទាំងពីរធ្វើយ៉ាងម៉េចទៅមើលបានហើយអូនសោតតើឲ្យធ្វើយ៉ាងម៉េចទៅបងជប់យំទៅអូននេះប្រហែលជាអកុសលកម្មរបស់យើងពីអតីតជាតិដែលយើងសាកអំពើអាក្រក់ច្រើនពេកទៅដឹងទៅបានជាជាតិនេះយើងចេះតែជួបទុកផ្ទួនគ្នាបែបនេះទីនេះមានតែជ្រោះជ្រងច្រឡងដងអូមានដោយសត្វខ្លាដំរីធំណាស់បងលើសំឡេងតូចយំឆ្លើយឆ្លងគ្នាខ្ញុំអាណិតម៉ែណាតើឲ្យធ្វើយ៉ាងណាទេ ប៉ុន្តែហើយយើងធ្វើដំណើរបន្តទៅមុខទៀតក៏អត់កើតដែរអញ្ចឹងយើងមានតែសម្រាប់នៅក្នុងភ្នំម៉ែហើយអូនណាចាបងសម្រាប់គេនឹងមកណាបងណាមិនអីទេយើងសម្រាប់ទាំងអស់គ្នាអូនណាចាកូនប្រុសកូនស្រីមានម្ដាយអើពេលដែលឃើញកូនប្រុសកូនស្រីទាំងពីរដេកអោបទៅម្ដាយកូនអើយធ្វើឲ្យព្រលឹងម្ដាយស្លាប់ទៅមិនឆ្ងល់ទេកូនអើយកូនថ្មីតាម៉ែស្លាប់តែព្រលឹងរបស់ម៉ែ
នអបទៅមកដែរកូនអើយកូនរស់នៅគ្មានសេរីភាពទេម៉ែលីអើយម៉ែ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 បងអើយខ្ញុំលេងសំលេងម៉ែពិតមែនហើយអើយសំលេងម៉ែច្បាស់ណាស់បងក៏លឺដែរម៉ែបានចេញមករកយើងទាំងពីរម៉ែបានចេញមករកយើងទាំងពីរម៉ែអើយចាំម៉ែស្លាប់បាត់មែនតែម៉ែនៅនឹងកូនម៉ែនៅពីម៉ែចាត់ពីរឿងកូនអូចាំសោចាំខ្សត់ខ្លាំងណាស់ចាំឯណែសោសោអូនក៏ต้องចាំបងសោអត់ទេសោមកណែណាចុះហេតុអ្វីកុំខ្យល់ឲ្យខ្ញុំបែកគ្នាយ៉ាងនេះតើបងស្លាប់ឬក៏រស់បងអើយឲ្យចាំទៅរកបងនៅឯណាទៅខ្ញុំជាស្រីនៅកណ្ដាលទ្រង់ភ័យម្នាក់ឲ្យខ្ញុំគិតយ៉ាងណាទៅឲ្យគិតណាយ៉ាងណាទីវាសនាស្រីអងធ្វើមិនទេប្រឹងថ្លៃអូយស្រីរីចាំបាតើអូនថ្លៃអូនណាបងថ្លៃប្រាប់មើលអ្នកណានេះឬជាកម្មវាសនាអូនណាបងអើយឲ្យអូនយ៉ាងនឹងតើស្លាប់ឬក៏រស់វាវន់តែសង្សារនេះយ៉ាងជាពីស្នាទេបតាបានចាអបយ៉ាងយ៉ាងនឹងបងស្លាប់ឬមួយប្រលឹងឲ្យអូនរំពឹងថ្លែងប្រាប់មើលអ្នកណាអំអនេះជាវាសនាទេវតាបានចាឲ្យយើងបែកគ្នាបងទេខ្ញុំទៅរកបងខ្ញុំឲ្យឃើញបង សោតអូនតើពេលនេះអូនរសត់អត់ដែលដល់ទីណាហើយសោតអស់ពីអ្នកបែរទៅនៅសល់តែយើងពីរនាក់ទេតែពេលនេះបែរជាមានខ្យល់ព្យុះកំណាស់បោកឆក់យកអូនពីបងទៅតើពេលនេះតើអូនសុខទុក្ខយ៉ាងណាបងមានការអាណិតអូនខ្លាំងណាស់សោពេលនេះបងមានការអល់ឡោះអាឡៃបងអូនខ្លាំងណាស់
ពេលនេះជីវិតរបស់បងក៏ចេះរស់តែរស័តអត់ដែរបងធ្វើដំណើរត្រាច់ចោលពីកន្លែងមួយទៅកន្លែងមួយពេលនេះក្បងគ្មានទីកន្លែងជ្រកកោនពិតប្រកបនោះទេបងពិបាកណាស់ផ្សោតបងត្រូវតែខំធ្វើដំណើរតាមរកអូនបន្តទៅទៀតចាំបងណាខ្ញុំធ្វើដំណើរកាន់តែឆ្ងាយទៅហើយខ្ញុំមកដល់ទីណាហើយដើម្បីក៏ខ្ញុំដើរយូរទៅចូលព្រៃជ្រឹកទៅខ្ញុំខ្លាចណាស់ម៉ែខ្ញុំខ្លាចណាស់តើឲ្យខ្ញុំទៅទីណាទៅខ្ញុំហេបាយខ្ញុំអត់បាយប្រហែលថ្ងៃហើយម៉ែតើបងរបស់ខ្ញុំស្លាប់ឬក៏រស់តើឲ្យខ្ញុំគិតយ៉ាងណាស្រីល្អកំរលោកបានអូនល្អដូចជាទេពអក្សរចុះពីសុគាពេលនេះបើសិនជាបានបងធ្វើជាប្តីនោះអូនម្លេះអស់ទុកភ័យបារម្ភក្នុងចេះហើយណាអូនណាពូចុះពូមកពីណាទៅណាចុះហេតុអីក៏មកឲ្យមានសម្លេងបន្តិចសិនអញ្ចឹងបងជាមនុស្សស្រុតត្រង់ទេអូនកុំភ័យអីសោះបងជាមេចៅវៃគ្រីថាយ៉ាងម៉េចពូជាចៅអត់មែនហើយពូអើយខ្ញុំអត់មានរបស់ឲ្យពូប្លន់ទេពូដល់លេងខ្ញុំទៅណាណ
មេចៅពេជ្រគិរីមិនមែនប្លន់យកមាសប្រាក់ទេបងឃើញស្រស់សោមឡំពោរបស់អូនដល់ល្អទៅចោះទៅចង់នេះស្ទើរតែបាត់ស្មារតីដើរចេញមិនរួចទេពូឆាប់តែនិយាយទេពូនិយាយអីមិនសមរម្យសោះគួរណាស់តែអូនព្រមចុះញោមយកបងធ្វើជាប្តីទៅពូប្រលឹងមាសបងអត់ទេពូថាចាញ់ទេខ្ញុំអត់ស្រឡាញ់ពូទេជួយផងល្អអើយអើយសែនល្អរៀងដូចកែណមកពីសុគីតែខ្ញុំមិនស្រឡាញ់ពូទេហើយទេអើយសែនល្អជួយផងរៀងដូចកែណមកពីសុគីបើបានរូបបងធ្វើជាគ្នាអោស្រស់ពុំងាកុំព្រួយបារម្ភអូប្រានីអ្នកមកអោពីណាបលពាក្យស្លាយហាវិចាដាក់ស្រីមិនសមប្រានីអ្នកមកអោពីណាបលពាក្យស្លាយហាវិចាដាក់ស្រីមិនសមឆាប់ថយចេញទៅខ្លួនស្រីនៃក្រមុំមានចាស់មានទុំមានលោកថែរក្សាចេញញ៉ៃចេញរហាសូមអូនអត់ឯងខ្លាំងណាស់ថាព្រមស្រឡាញ់ចាំមិនស្លាញ់ឯងទេឲ្យបងថយចេញញ៉ៃបងជួយផងហើយរហាទោះណាវាចាថាព្រមស្រឡាញ់បងថយចេញអូថាអើយមិនថយទេស្អីប្រៀបដូចដំរីចំណែកកាយស្រស់ស្រីប្រៀបដូចអំពៅចំណែកស្រស់ស្រីប្រៀបដូចអំពៅបើសិនដំរីឃើញអំពៅមិនបានទៅណាស្ងាយទេបើពោលពាក្យថាថយចេញគឺគ្មានដាច់ខាតពេលនេះបងប្រាប់អូនថាបើមិនស្រឡាញ់អាពេជ្រគិរីទេនេះទោះបីជាអូនមានឆ្លាប់ហោះក៏មិនរួចដែរអញចាំនិយាយទេទោះបីជាឯងនិយាយរាប់រយពាន់ដងយ៉ាងណាក៏ដោយក៏យើងមិនស្រឡាញ់ឯងដែរបើមិនស្រឡាញ់កុំថាអញខ្វះធម៌មេត្តាឲ្យសោះណាតែឯងចង់ធ្វើអីចឹងពួកឯងក៏គ្នាបើនាងមិនព្រមស្រឡាញ់ឯងត្រូវចាប់សម្រាប់នាងអញរំលោភនៅកណ្ដាលវាលនេះឲ្យអ្នកស្រុកមើលជួយផងចាតែអាកមែបងជួយខ្ញុំផងទេអញខឹបក្បាលអាយាឥឡូវហ្នឹងបងជួយខ្ញុំផងណាឃ្លានខ្លាំងណាស់មកចាប់រំលោភតាំងថ្ងៃត្រង់ហេថៃហ្នឹងវាចង់ចាប់ខ្ញុំហ៎អីប្តីផនមុខហែងអញកាប់ក្បាលអាយាអញបុកភ្លេពោះឡើងមកជួយខ្ញុំផងតពូណាឥឡូវខ្ញុំសុំប្រាំបន្តិចណាសម្លាញ់ទាំងអស់គ្នានេះជារឿងប្តីប្រពន្ធរបស់ខ្ញុំដែលទាស់ទែងគ្នាបន្តិចបន្តួចហេតុអីក៏លោកមករករារាំងនៅសក្តីសុខរបស់ក្នុងគ្រួសារសង្គមគ្រួសាររបស់ខ្ញុំឥឡូវយើងសួរឲ្យសុចរិតទៀងត្រង់តើអ្នកនេះជាអ្វីនឹងឯងត្រូវជាប្រពន្ធរបស់ខ្ញុំណាហើយប្រពន្ធនឹងពីសតវត្សទីប្រមាណមកប្រពន្ធនឹងការជាយូរឆ្នាំមកហើយការនឹងយកភ្លេងណាយកភ្លេងណាយកអាចារ្យណាយកលោកណាទៅយន្តតោសុកមុនពូកំជាគេអីសោះគេកុហកទេ
ចាណា ខ្ញុំមិនមែនជាប្រពន្ធគេ អារឿងការរឿងនេះនោះជួបគ្នាជាយូរឆ្នាំមក